នៅចិត្តមនុស្សដែលពូកែស្ដីបន្ទោសច្រើនជីវិតរបស់យើងនឹងមិនរីកចម្រើននោះទេប៉ុន្តែមិនមែនគ្រប់ការរិះគន់ស្ដីបន្ទោសទាំងអស់គឺសុទ្ធតែមិនល្អនោះទេគ្រាន់តែពេលខ្លះអ្នកដែលគាត់ស្ដីបន្ទោសយើងគឺគាត់មិនសូវជាមានវិធីសាស្ត្រក្នុងការនិយាយឬក៏មិនយល់អំពីសិល្បៈក្នុងការស្ដីបន្ទោសអ្នកដទៃតែប៉ុណ្ណោះសូម្បីតែខ្ញុំជាអ្នកដែលចូលចិត្តអានសៀវភៅក៏ដូចជាស្ដាប់ podcast អប់រំជារៀងរាល់ថ្ងៃក៏នៅតែមានបញ្ហានេះដូចគ្នាហើយនៅតែភ្លេចខ្លួនស្ដីបន្ទោសកូនរបស់ខ្ញុំនៅពេលដែលគាត់ធ្វើអ្វីមួយមិនត្រូវចិត្តខ្ញុំឬក៏ធ្វើមិនបានទាន់ចិត្តរបស់ខ្ញុំក៏ខ្ញុំនៅតែភ្លេចខ្លួនស្ដីបន្ទោសគាត់ដូចគ្នាទាំងដែលខ្ញុំបានដឹងរួចហើយថាការស្ដីបន្ទោសវាមិនបានធ្វើឲ្យកូនរបស់ខ្ញុំគាត់រីកចម្រើនជាងមុនឬក៏គាត់អាចមានគំនិតច្នៃប្រឌិតជាងមុននោះទេប៉ុន្តែខ្ញុំនៅតែភ្លេចខ្លួនធ្វើដូច្នេះតាមពិតទៅវាមិនមែនជាកំហុសរបស់កូនប្រុសខ្ញុំនោះទេហើយរឿងដទៃទៀតក៏ដូចគ្នាវាមិនមែនជាកំហុសរបស់ដៃគូចំនួនឬក៏នរណាម្នាក់នោះទេកំហុសមុនគេដែលនាំឲ្យកើតចំនួនគឺកើតចេញពីចំណងតខ្លួនរបស់យើងដោយសារតែក្នុងនាមជាម្ដាយយើងតែងតែចង់បានឲ្យកូនឆ្លាតវៃចង់ឲ្យកូនមានភាពក្លាហាននិងមានគំនិតច្នៃប្រឌិតប៉ុន្តែនៅពេលដែលកូនធ្វើមិនបានដូចចិត្តយើងបែរជាទោមនស្សនៅក្នុងចិត្តខ្លួនឯងហើយទៅជាបន្ទោសកូនឬក៏មនុស្សជុំវិញខ្លួនយើងទៅវិញដូច្នេះហើយទៅពេលនិយាយថាអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីខ្លួនយើងមិនមែនអ្នកដទៃនោះទេខ្ញុំឃើញថាអ្នកម្ដាយទូទៅគាត់ធ្វើដូចជាខ្ញុំអញ្ចឹងហើយមានតែលើសខ្ញុំថែមទៀតផងចំពោះខ្ញុំវិញខ្ញុំអាចទប់ខ្លួនឯងបានខ្លះដោយសារតែខ្ញុំបានយល់ដឹងតាមរយៈការអានសៀវភៅក៏ដូចជាស្ដាប់ podcast អប់រំផ្សេងចុះទម្រាំតែម៉ាក់ឬក៏លោកយាយលោកតាដែលគាត់មិនបានរៀនសូត្រជ្រៅជ្រះហើយគាត់នៅផ្ទះចិញ្ចឹមចៅតូចឪពុកម្ដាយរបស់គាត់ទៅធ្វើការងារតើគាត់ពិបាកក្នុងការទប់អារម្មណ៍ខ្លួនឯងចំពោះកុមារតូចទាំងអស់នោះយ៉ាងណាទៅចំណេះដឹងគឺជារឿងសំខាន់និងចាំបាច់បំផុតមិនថាចំពោះការអប់រំបីបាច់កូនចំពោះការរស់នៅចំពោះការធ្វើកិច្ចការងារផ្សេងឬក៏ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដូច្នេះហើយយើងគួរតែឆ្លៀតពេលវេលាបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីស្ដាប់ podcast អប់រំប្រសិនបើយើងមិនមានពេលវេលាអានសៀវភៅហើយមិនមែនយើងស្ដាប់មួយថ្ងៃឬក៏អានសៀវភៅមួយថ្ងៃវាអាចជួយយើងបាននោះទេជីវិតរបស់យើងគឺត្រូវការរៀនសូត្រដើម្បីហ្វឹកហាត់ដុសខាត់ខ្លួនឯងជារៀងរាល់ថ្ងៃប្រៀបដូចជាកំបិតអញ្ចឹងតែយើងប្រើប្រាស់វាយូរមិនបានយកចិត្តទុកដាក់ក្នុងការសម្លៀងវាយូរទៅវាប្រកបជាសក្តិរិលមិនអាចប្រើការបានដូចពីមុននោះទេជីវិតរបស់យើងគឺត្រូវការកែលម្អជាបន្តបន្ទាប់ទើបយើងអាចរីកចម្រើនទៅមុខបានពេលដែលយើងធ្វើខុសថ្ងៃនេះយើងត្រូវរៀនសូត្រពីកំហុសរបស់យើងដើម្បីកុំឲ្យធ្វើខុសនៅក្នុងថ្ងៃស្អែកទៀតជីវិតមិនមាននរណាល្អឥតខ្ចោះនោះទេទោះបីជាយើងរៀនសូត្រចេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយក៏នៅតែត្រូវការកែលម្អជាបន្តបន្ទាប់ដូចគ្នាពេលខ្លះយើងមិនត្រឹមតែរៀនពីក្នុងសៀវភៅឬក៏តាមរយៈគ្រូបង្រៀនឬក៏តាមរយៈ podcast អប់រំផ្សេងនោះទេប៉ុន្តែមនុស្សជុំវិញខ្លួនយើងក៏ជាគ្រូបង្រៀនដ៏ល្អរបស់យើងផងដែរខ្ញុំតែងតែរៀនពីមនុស្សជុំវិញខ្លួនខ្ញុំដូចគ្នាពិសេសគឺកូនរបស់ខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំឲ្យតែយើងដាក់ចិត្តថារៀនយើងអាចរៀនបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាគ្រប់យ៉ាងគឺសុទ្ធតែជាគ្រូបង្រៀនដ៏ល្អសម្រាប់យើងនៅពេលដែលកូនរបស់យើងមិនស្ដាប់បង្គាប់គឺបង្រៀនយើងឲ្យចេះអត់ធ្មត់នៅពេលដែលកូនរបស់យើងរៀនមិនពូកែគឺបង្រៀនឲ្យយើងក្លាយជាគ្រូបង្រៀននៅពេលដែលកូនរបស់យើងមិនក្លាហានគឺបង្រៀនឲ្យយើងក្លាយជាអ្នកដឹកនាំមួយទៀតយើងកុំខ្លាចក្នុងការសារភាពទោសកំហុសរបស់យើងប្រសិនបើយើងខុសយើងក៏ព្រមទទួលកំហុសមិនថាតែចំពោះកូនចំពោះមនុស្សជុំវិញខ្លួនយើងនោះទេมันមានអ្វីគួរឲ្យខ្មាស់អៀននោះទេគ្រាន់តែយើងសារភាពកំហុសរបស់យើងនោះឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំច្រឡំស្ដីបន្ទោសទៅកាន់កូនប្រុសខ្ញុំតែងតែសុំទោសគាត់បន្ទាប់មកវិញថាម៉ាក់សុំទោសពេលខ្លះម៉ាក់ក៏ភ្លេចខ្លួនដែរព្រោះតែចង់ឲ្យកូនល្អចង់ឲ្យកូនឆ្លាតចង់ឲ្យកូនក្លាហានពាក្យស្ដីបន្ទោសវាមិនបានជួយឲ្យនរណាម្នាក់រីកចម្រើនជាងមុននោះទេផ្ទុយទៅវិញវាមានតែធ្វើឲ្យអ្នកនោះគាត់បាក់ទឹកចិត្តឬក៏មានបញ្ហាផ្លូវចិត្តផ្សេងបន្ថែមប៉ុណ្ណោះគ្មានអ្នកណាចង់នៅចិត្តមនុស្សដែលចាំតែស្ដីបន្ទោសចាប់កំហុសគេនោះទេវាធ្វើឲ្យអារម្មណ៍របស់គេតានតឹងហើយមានអារម្មណ៍ថាមិនសប្បាយចិត្តចំពោះខ្លួនគេថែមទៀតផងមនុស្សគ្រប់គ្នាសុទ្ធតែចង់បានមោទនភាពការលើកទឹកចិត្តនិងការផ្ដល់តម្លៃដូច្នេះប្រសិនបើយើងដឹងពីតម្រូវការរបស់ខ្លួនឯងយើងក៏យល់អំពីតម្រូវការរបស់អ្នកដទៃដូចគ្នាសរុបមកវិញបើយើងចង់ឲ្យនរណាម្នាក់រីកចម្រើនពិតប្រាកដយើងគួរតែក្លាយជាមនុស្សដែលពូកែលើកទឹកចិត្តប៉ុន្តែមិនមែនជាមនុស្សដែលពូកែស្ដីបន្ទោសនោះទេប៉ុន្តែរាល់ការស្ដីបន្ទោសក៏មិនមែនសុទ្ធតែជារឿងអាក្រក់នោះដែរឲ្យតែយើងចេះប្រើវាឲ្យត្រូវការត្រូវវេលាជាចុងក្រោយប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍កុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងសម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page Facebook ក៏ដូចជា subscribe channel YouTube របស់ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត